ញញឹមដាពោគឺប្រនោះនងបងគឺញញឹមកណ្ដៃគីដាទាំងព្រៀងរលឹមទាំងគូសង្ឃឹមថាមិនប្រទីសូមជម្រាបសួរប្រិយមិត្តនិងបងប្អូនទាំងអស់ជាទីរាប់អានបាទថ្ងៃនេះយើងជួបគ្នាសារជាថ្មីជាមួយនឹងបទចម្រៀងមួយបទទៀតដែលយើងនឹងរៀនលេងទាំងអស់គ្នាហើយបទនេះមានចំណងជើងថាយប់មិញនរណាញញឹមដាក់បងហ្នឹងហើយបាទដោយសារខ្ញុំលើកបទនេះមកបង្រៀននេះដោយសារអាទិត្យមុននេះខ្ញុំបានលើកយកបទខឹងព្រោះស្រឡាញ់បាទដែលយើងវាក់បូររោដូចគ្នាណាបងប្អូនបាទអញ្ចឹងខ្ញុំឃើញមានអ្នកចូលមើលច្រើនរហូតដល់ 10K ជាងក្នុងរយៈពេលតែមួយសប្តាហ៍ណាបាទឃើញមានការគ្រប់គ្រងច្រើនអញ្ចឹងខ្ញុំគិតថាបាទជាប្រិយមិត្តទាំងអស់ហើយចូលចិត្តលេងបទនឹងដែរអញ្ចឹងចង្វាក់បូរោអញ្ចឹងខ្ញុំក៏ឆ្លៀតឱកាសនេះយកបទយប់មិញនរណាញញឹមដាក់បងជាចង្វាក់បូរោដូចគ្នាដើម្បីយកមករៀនលេងទាំងអស់គ្នាណាបាទឆ្លៀតឱកាសនេះដែរខ្ញុំក៏សូមថ្លែងអំណរគុណចំពោះប្រិយមិត្តទាំងអស់ដែលបានចូល Subscribe Channel YouTube របស់ខ្ញុំណាបាទខ្ញុំបង្កើត YouTube នេះតាំងពីឆ្នាំ2019ឥឡូវដល់2025ទើបបានចំនួន Subscribe 1K បាទ 1K នឹង1000ជាងបាទហើយគោលបំណងនៃការធ្វើវីដេអូ YouTube នេះគឺទីមួយខ្ញុំដោយសារខ្ញុំអ្នកចូលចិត្តលេងហ្គីតាចូលចិត្តអីចឹងទៅណាបាទអញ្ចឹងខ្ញុំក៏អាសាថតទុកកំដរអារម្មណ៍ខ្លួនឯងផងហើយកន្លងមកក៏មានប្រិយមិត្តខ្លះគាត់ខ្វះដូចថាគាត់ទៅរៀនហ្គីតាថ្មីដែរគាត់ចង់រៀនលេងហើយខ្ញុំក៏បង្កើតវីដេអូនេះមួយដើម្បីទុកមើលខ្លួនឯងផងហើយនឹងចែករំលែកដល់ប្រិយមិត្តដែលគាត់ជួយចិត្តលេងហ្គីតាចែករំលែកគ្នាទៅវិញទៅមកខ្ញុំក៏នៅរៀនពីគេក៏រៀនពីខ្ញុំបាទបងប្អូនណាដែលអាចរៀនបានក៏រៀនបងប្អូនណាដែលគាត់ចេះច្រើនហើយខ្ញុំលេងទៅមិនព្រោះឬក៏ខុសតង់ខុសណោតអីក៏សូមអធ្យាស្រ័យបាទដោយខ្ញុំជំរាបថាខ្ញុំមិនមែនជាគ្រូបង្រៀនអីហើយបានចូលវគ្គសិក្សាអីច្រើនបាទតកតងនឹងហ្គីតានេះណាបាទអញ្ចឹងមានតែប៉ុណ្្នឹងហើយបទនេះខ្ញុំនឹងជម្រាបជូនបងប្អូននៅកដងឬក៏សំទុះខតដែលត្រូវយកមកលេងក្នុងបទយប់មិញនរណាញញឹមដាក់បងនេះបាទមាន4ខតហើយនឹងខ្ញុំនឹងដាក់ note ហើយនឹងដាក់ lyric បាទ script ហ្នឹងនៅក្រោមដើម្បីយកបងប្អូនយកទៅរៀនលេងទាំងអស់គ្នាហ្នឹងហើយអញ្ចឹងឥឡូវនេះយើងទៅលេងទាំងអស់គ្នាបាទបទយប់មិញនរណាញញឹមដាក់បងខ្ញុំអត់មានប្រើទីមួយខ្ញុំអត់ប្រើកាប៉ូទេបាទប៉ុន្តែខ្ញុំលេងយក chord C បាទ C យើងហៅថាដូបាទ C ហើយមាន chord បន្ទាប់ពី C គឺ A minor បាទ A minor គឺឬក៏យើងថា La minor ហើយមាន D minor Re minor បាទ D minor ឬក៏ Re minor ហើយនឹងវាគឺ Sol ខ្ញុំចូលចិត្តចាប់ចេះណាបាទបងប្អូនចាប់ចេះបានក៏ចាប់ទៅខ្ញុំធ្លាប់ចាប់ចេះបានគឺខ្ញុំចាប់ចេះទៅវាគ្រួរដាស់ដៃខ្ញុំបាទអញ្ចឹងមានតែ4ខតហ្នឹងទេដែលយកមកលេងបទយប់មិញនរណាញញឹមដាក់បងប៉ុន្តែដល់ពេលដែលយើងកន្លែងដូចជា refrain នោះយើងអាចលួចមក chord F ឬក៏ Fa បាទកន្លែងហ្នឹងយើងគាត់លួចបន្តិចហើយយើងយកមកហ្នឹងក៏ប៉ុន្តែ chord ដែលលេងគោគឺក៏ chord C A minor D minor ហើយនឹង G បាទចំណែកកដងឬក៏ចង្វាក់បូរោបងប្អូនធ្លាប់កេះមកហើយណាហើយខ្ញុំមិនដឹងថា pattern ប្រមាណទេខ្ញុំរៀនបងប្អូនអាចយកទៅ
គោះដោយខ្ញុំដែរទៅដើម្បីឲ្យវាដៃហ្នឹងក៏លាស់ទៅវាដូចគ្នាអញ្ចឹងណាយើងមិននរណាញញឹមដាប់ចឹងយើងដេញយើងញ៉ាំគោះអញ្ចឹងគោះបច្ចុប្បន្នបរោទីរ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 ីទីទីនទីទីនទីទីនចឹងយើងរៀនគោះចឹងណាបងប្អូនគោះក៏ដល់ត្រូវតាមហ្នឹងហើយយើងអាចលេងបត់ហ្នឹងទៅតាមណោតដែលខ្ញុំដាក់ឲ្យហ្នឹងណាបាទអញ្ចឹងកុំឲ្យខាត់ពេលដោយសារនេះក៏មិនជាវីដេអូលើកដំបូងដែរហើយបងប្អូនប្រហែលជាចេះខ្លះហើយអញ្ចឹងខ្ញុំអត់និយាយ detail តទៅនឹងណោតហើយនឹងកដងហ្នឹងទេហើយយើងចូលទៅលេងទាំងអស់គ្នាណាបាទអញ្ចឹងសម្រាប់ពេលនេះសូមរីករាយកំសាន្តនិងលេងកំសាន្តជាមួយខ្ញុំនឹងបទយុគមិញនរណាញញឹមដាក់បងបាទមិញនរណាញញឹមដាក់បងគឺរនោះអងបងគឺញញឹមកាន់តែគិតតែព្រៀងរលឹមតែគូសង្ឃឹមតែមិនប្រទីសំដីក៏បែបងហើយថែមទាំងស្គាល់សាច់ចាបងជឿហើយអូនូសូនសំខាន់យឺថាស្នេហារីកសោពោព្រឹមហើយនីមនឹងអូនប្រពន្ធភត្រា